មេរៀនទី59បំណងខ្ញុំអំណានចូលសូត្រមេសូត្រខាងក្រោមរួចឆ្លើយនឹងសំណួរមេសូត្របទពាក្យ7ខ្ញុំនឹកមកមីចង់បានផ្ទាំងមួយតូចស្រឡះក្បែរជើងភ្នំសង់ប្របមាត់ស្ទឹងមានឈើធំបែកមែកត្រសុំលប់សាខានៅជុំចិត្តផ្ទះខ្ញុំនឹងដាំអស់ទាំងដំណាំធ្វើសួនច្បារខ្ញុំព្រោះបណ្ដោះឈើផ្លែផ្កាទុកធ្វើអាហាររៀងរាល់ថ្ងៃរួចខ្ញុំចិញ្ចឹមឆ្កែសេះគោមាន់ទាមាន់ទោយកកម្រៃថែទាំឲ្យធាត់លក់យកថ្លៃបន្តកែខៃរៀងរាល់ឆ្នាំខ្ញុំនឹកមកមីចង់បានផ្ទាំងមួយតូចស្រឡាំងក្បែរជើងភ្នំសង់ប្របមាត់ស្ទឹងមានឈើធំបែកមែកត្រសមលប់សាខានៅជុំចិត្តផ្ទាំងខ្ញុំនឹងដាំអង្គទាំងដំណាំធ្វើសួនច្បារខ្ញុំព្រួងបណ្ដុះឈើផ្លែផ្កាទុកធ្វើអាហាររៀងរាល់ថ្ងៃរួចខ្ញុំចិញ្ចឹមឆ្កែសេះគោមាន់ទាមាន់ទោយកកម្រៃថែទាំឲ្យធាន់លួងយកថ្លៃបន្តកែខៃរៀងរាល់ឆ្នាំការរៀនពាក្យកអំណានពាក្យកំរៃអានថាកំរៃបណ្ដោះអានថាបណ្ដោះខពន្យល់ពាក្យមមីកិរិយាភ្នែកនឹករើយមិនភ្លេចនឹកមមីគិតមមីប្របនាមចិត្តក្បែរទៀបឧទាហរណ៍ប្រាប់ផ្លូវក្បែរផ្លូវក្បែរខ្លួនត្រសុំគុណនាមដែលមានបរិមណ្ឌលល្អមួលជុំគ្នាឧទាហរណ៍មែកឈើត្រសុំម្លប់ត្រសុំត្រសាយកម្រៃគោដែលចំណេញថវិកាចំណេញគោបដិសាបថ្លៃផ្ទុយថោកធាត់ផ្ទុយស្គមខោចតុស័ព្ទនិងពាក្យរៀងកិរិយាដាក់តាមលំដាប់ធ្វើឲ្យត្រូវលំដាប់ឧទាហរណ៍រៀបដរាបរៀងកិរិយាលែងចង់លែងត្រូវការទៀតឧទាហរណ៍ខ្ញុំរៀងហើយរៀងនាមសន្តានទ្រង់ទ្រាយឧទាហរណ៍រៀងស្ដើង